ច្បាស់ការហើយសម្រាប់បងដែលតែងតែសួរថាតើការធ្វើអាងសម្រាប់ជ្រូកត្រាំទឹកតើគេលាងសម្អាតដោយវិធីណាគេបង្ហូរទៅខាងណាធ្វើលេងទេបងអើយនេះសម្រាប់បងដែលតែងឆ្ងល់ណាហើយក៏សូមអរគុណដល់បងប្រុសដាវីនដែលបានថតឲ្យមើលដោយសារខ្ញុំផុសម្សិលមិញខ្ញុំអត់មានជាផុសតាងអត់មានជាទិដ្ឋភាពជាស្ដីបងប្អូនមើលអញ្ចឹងបានបងប្រុសដាវីនក៏ថតឲ្យមើលអរគុណបងប្រុសច្រើនមែនទេដែលបានចែករំលែកឲ្យខ្ញុំក៏យកវីដេអូនេះមកចែករំលែកឲ្យបងយើងស្វែងយល់បន្តអញ្ចឹងណាបងខ្ញុំឃើញថាវាមិនពិបាកសម្អាតវាមិនពិបាកដុសលាងទេបងប្អូនគេគ្រាន់តែបង្ហូរអាឆ្នុកតយោឬក៏វ៉ាន់តយោដែលគេសម្រាប់បង្ហូរណាបាទគេបើកវាទៅហើយកន្លែងអាងទឹកជ្រូកត្រាំគឺគេមានតយោសម្រាប់បង្ហូរទឹកនឹងចេញអញ្ចឹងហើយអាប្រព័ន្ធតយោបង្ហូរគឺគេដាក់នៅជាហៀងទ្រង់ខាងក្រៅទ្រង់អញ្ចឹងណាបងប្អូនបាទបើពេលដែលគេចង់បង្ហូរគេបើកតវ៉ាន់ទៅវាបង្ហូរដោះទៅហើយយើងបាញ់លាងបដើទៅលមួកជ្រូកណាថាយើងត្រូវជោគចេញបានយើងជោគទៅបើយើងចង់ជោគចេញទេយើងបាញ់ទៅទៅតាមតយោហ្នឹងហើយសួរថាលមួកជ្រូកដែលបង្ហូរនឹងបង្ហូរទៅខាងណាបងប្អូនអាហ្នឹងអាស្រ័យលើមធ្យោបាយបងប្អូនទេបងប្អូនខ្លះគាត់មានស្រះគាត់បង្ហូរដាក់ស្រះទៅបងប្អូនខ្លះគាត់ធ្វើជាដងគាត់ធ្វើជាលូគាត់បង្ហូរដាក់លូទៅបងប្អូនខ្លះគាត់ធ្វើជាឡជីវីអ៊ូស្មានគាត់បង្ហូរចូលឡជីវីអ៊ូស្មានរបស់គាត់អញ្ចឹងណាបងប្អូនហើយចំណែកបងប្អូនខ្លះគាត់បង្ហូរចូលទៅកន្លែងដំណាំដែលគាត់ដាំដុះហ្នឹងទៅហើយចំណុចល្អនិងភាពងាយស្រួលនៃការធ្វើទ្រង់ជ្រូកឲ្យមានអាងទឹកឲ្យជ្រូកត្រាំនេះគឺមានពីរចំណុចធំៗដែលខ្ញុំចង់លើកយកមកបង្ហាញបងប្អូនទាំងដែលតាមការពិតទៅគឺមានអត្ថប្រយោជន៍ច្រើនតែខ្ញុំសូមលើកយកតែពីរចំណុចធំៗតែប៉ុណ្ណោះទី1ពេលដែលជ្រូកយើងក្តៅជ្រូកយើងអាចទៅដេកត្រាំទឹកដើម្បីទទួលបានការត្រជាក់ដោយខ្លួនឯងគ្រប់ពេល24ម៉ោងដោយមិនចាំបាច់យើងបាញ់ទឹកឲ្យឡើយនិងទទួលបានអារម្មណ៍ស្រស់ស្រាយសប្បាយក្នុងការរស់នៅទី2ធ្វើឲ្យបរិវេណជុំវិញនៃទ្រង់ជ្រូករបស់យើងគឺស្អាតជានិច្ចស្ងួតជានិច្ចដោយសារចុងតយោដែលយើងបង្ហូរទឹកនិងលមួកជ្រូកចេញពីទ្រង់ជ្រូករបស់យើងគឺយើងដាក់ចុងតយោនៅឆ្ងាយពីទ្រង់របស់យើងតែបើប្រភេទទ្រង់ជ្រូកធម្មតាដែលយើងធ្វើអត់មានប្រព័ន្ធតយោបង្ហូរបែបហ្នឹងអត់មានអាងដេកត្រាំបែបហ្នឹងពេលដែលយើងលាងម្ដងគឺទឹកហើយនឹងលមួកជ្រូកគឺវាជោគជាប់នៅផ្នែកខាងក្រោយរោងជ្រូករបស់យើងទាំងអស់ហើយខ្ញុំនិយាយនេះមិនមែនចង់ជំរុញឲ្យបងប្អូនរើរោងជ្រូកចាស់ចេញធ្វើរោងជ្រូកថ្មីដែលមានទម្រង់បែបនេះទេបងប្អូនត្រូវតែធ្វើអ្វីទៅតាមដែលបងប្អូនមានលទ្ធភាពធ្វើទៅបានសូម្បីតែខ្ញុំប្រើរោងជ្រូកធម្មតាដែរសប្តាហ៍នេះ